សូមស្វាគមន៍ប្រិយមិត្តបងប្អូនអ្នកស្ដាប់ទាំងអស់គ្នារីករាយមកកាន់ Channel ព្រឺព្រួចយប់ងងឹតទាំងអស់គ្នាបាទយប់នេះ Admin មានរឿងមួយដែលរន្ធត់ព្រឺព្រួចរឿងនឹងមានចំណងជើងថាបណ្ដាសាពោះអ្នកតាកណ្ដាលព្រៃជ្រៅចឹងនៅក្នុងសាច់រឿងមួយនេះAdmin នឹងនិយាយអំពីសាច់រឿងអំពីបុរសម្នាក់និងអ្នកភូមិហើយនឹងពោះអ្នកតាកាន់នៅក្នុងព្រៃដ៏ធំមួយចឹងបងប្អូនប្រិយមិត្តទាំងអស់គ្នាបើសិនជាចង់ដឹងថាសាច់រឿងពោះអ្នកតាកាន់នេះរន្ធត់ញាប់ញ័រព្រឺព្រួចខ្លាំងប៉ុណ្ណាបងប្អូនប្រិយមិត្តអ្នកស្ដាប់សូមស្ដាប់ទាំងអស់គ្នាចឹងយើងកុំឲ្យខាតពេលវេលាយូរយើងទៅសាច់រឿងពេញរបស់យើងទាំងអស់គ្នាតែម្ដងក្នុងចំណោមព្រៃក្រាស់ដែលមិនសូវមានមនុស្សជន់ឈ្លីនៅមានតំបន់មួយដែលអ្នកភូមិប្រសិទ្ធទៅនាមថាព្រៃដាច់សង្វែងទីនោះមិនមែនត្រឹមតែងងឹតសូនឈឹងសូម្បីតែពេលថ្ងៃត្រង់នោះទេប៉ុន្តែវាគឺជាកន្លែងដែលបារមីពោះអ្នកតាកាន់គង់នៅថែរក្សាទឹកដីគេដំណាលថាអ្នកណាដែលហ៊ានបំពានបំរាមចូលទៅបរបាញ់ឬកាប់ឈើដោយមិនសុំការអនុញ្ញាតនឹងត្រូវទទួលបណ្ដាសាដែលមិនអាចបកស្រាយបានកាលនោះមានបុរសម្នាក់ឈ្មោះថាចិន្តាជាអ្នកប្រមាញ់មកពីភូមិឆ្ងាយចិន្តាមិនជឿលើរឿងព្រលឹងស័ក្តិសិទ្ធិឡើយគេបានលួចចូលមកក្នុងព្រៃដាច់សង្វែងនេះដើម្បីដេញតាមសត្វឆ្លុះមួយក្បាលចិន្តាដើរកាន់តែជ្រៅស្រាប់តែឃើញមានដើមជ្រៃដ៏ធំមួយពេលនោះចិន្តាក៏ដើរទៅក្បែរដើមជ្រៃធំនោះដែលមានព័ទ្ធដោយក្រណាត់ក្រហមនិងទៀនធូបចាស់ចាស់នៅខាងក្រោមដើមនោះមានរន្ធដីដ៏ធំមួយដែលមានចំហាយត្រចៀកស្រែបចេញមកក្រៅចិន្តាមិនត្រឹមតែមិនថ្វាយបង្គំទេថែមទាំងបានស្ដោះទឹកមាត់ហើយដើររំលងរន្ធដីនោះទៀតផងនៅពេលនោះស្រាប់តែបរិយាកាសជុំវិញប្រែជាស្ងាត់ឈឹងសូម្បីតែសំឡេងសត្វល្អិតក៏លែងឮចិន្តាមានអារម្មណ៍ថាដូចមានភ្នែករាប់រយគូកំពុងសម្លឹងមកគេពីលើដើមឈើពេលគេងាកក្រោយភ្នែករបស់គេបើកធំធំដោយភាពភ័យរន្ធត់ស្រកាពណ៌ខ្មៅរលោងដូចត្បូងកាត់តាមពន្លឺថ្ងៃតិចតិចដងខ្លួនដ៏ធំអស្ចារ្យដែលវែងរកទីបញ្ចប់គ្មានកំពុងព័ទ្ធជុំវិញដើមជ្រៃនោះក្បាលរបស់វាធំជាងក្បាលមនុស្សទៅទៀតវាគឺជាពោះអ្នកតាភ្នែករបស់វាពណ៌ក្រហមឆេះដូចភ្នក់ភ្លើងសម្លឹងចំមកមុខចិន្តារួចបញ្ចេញអណ្ដាតពីរឮសំឡេងសូរតែស៊ឺស៊ឺចិន្តាព្យាយាមរត់ចេញប៉ុន្តែជើងរបស់គេប្រែជាធ្ងន់ដូចថ្មមិនថាគេរត់ទៅទិសណាក៏នៅតែត្រឡប់មកដល់មុខរន្ធដីដដែលភ្លាមនោះសំឡេងគ្រហឹមមួយបានបន្លឺឡើងចេញពីមាត់ពោះប៉ុន្តែវាជាសំឡេងមនុស្សចាស់ដ៏កំណាចឯងបំពានដែនដីអញឯងប្រមាថប្រលឹងដូនតាជីវិតរបស់ឯងត្រូវតែដោះដូរស្រាប់តែខ្លួនប្រាណរបស់ចិន្តាចាប់ផ្ដើមប្រែត្រជាក់
នឹងមានស្រកាដុះចេញមកតាមស្បែកមករមាស់យ៉ាងខ្លាំងគេស្រែកយំសុំខមាទោសប៉ុន្តែវាយឺតពេលទៅហើយចិន្តាខំប្រឹងប្រែងរត់ទាំងត្រដជើងរបស់គេបែកឈាមជោកដោយសារមុតបន្លាប៉ុន្តែគេមិនហ៊ានឈប់ឡើយសំឡេងឮសូរតែស៊ឺតនៅតែបន្លឺឡើងពីក្រោយខ្នងជានិច្ចហាក់ដូចជាសត្វដ៏ធំនោះកំពុងអូសរាងកាយវាតាមពីក្រោយយឺតដើម្បីលេងសើចនឹងភាពភ័យខ្លាចរបស់គេទោះបីគេព្យាយាមរត់ចេញទៅទិសខាងកើតដែលជាផ្លូវទៅភូមិក៏ដោយប៉ុន្តែដើមឈើធំហាក់ដូចជាកំពុងរំកិលបិទផ្លូវគេគ្រប់ទិសទីមានតែភាពងងឹតនិងចំហាយពុលដែលសាយភាយចេញពីមាត់ពោះអ្នកតានៅពេលដែលចិន្តារត់ដល់វាលហលហេវមួយក្បែរមាត់អូដែលទឹកឡើងពណ៌ខ្មៅរងើមចិន្តាក៏អស់កម្លាំងដួលក្រឹបទៅលើដីពេលនោះគេងើបមុខឡើងស្រាប់តែឃើញពន្លឺភ្លើងពណ៌ខៀវអណ្ដែតពេញអាកាសវាមិនមែនជាភ្លើងទេតែវាគឺជាភ្នែករបស់សត្វពស់តូចរាប់ម៉ឺនក្បាលដែលកំពុងចោមរោមជុំវិញគេភ្លាមនោះដីញ័ររញ្ជួយក្បាលពោះអ្នកតាដ៏ធំសម្បើមបានងើបឡើងខ្ពស់ត្រដែតផុតចុងឈើពន្លឺព្រះច័ន្ទចាំងចំស្រកាវាបង្ហាញឲ្យឃើញនៅសញ្ញារូបយន្តបុរាណនៅលើក្បាលវាមិនមែនជាសត្វពស់ធម្មតាទេតែវាគឺជាបុព្វបុរសអ្នកថែរក្សាព្រៃដែលមានអាយុរាប់ពាន់ឆ្នាំសំឡេងគ្រោះហឹមបានបន្លឺឡើងម្ដងទៀតធ្វើឲ្យទឹកក្នុងអូររលកបោកបក់យ៉ាងខ្លាំងមនុស្សល្ងងខ្លៅឯងមកទីនេះដើម្បីបំផ្លាញដើម្បីសម្លាប់ឥឡូវដល់ពេលដែលឯងត្រូវដឹងពីតម្លៃនៃព្រៃឈើនេះហើយចិន្តាលើកដៃសំពះយំអង្វរដល់ថ្នាក់ដួលសន្លប់បាត់ស្មារតីក្នុងសុបិនដ៏ព្រឺព្រួចគេឃើញខ្លួនឯងប្រែជាសត្វឆ្លុះដែលគេធ្លាប់ដេញបាញ់ហើយត្រូវសត្វពស់នោះដេញតាមត្របាក់ម្ដងទៀតការឈឺចាប់ភាពភ័យខ្លាចដែលគេធ្លាប់ធ្វើបាបសត្វព្រៃត្រូវបានបញ្ជូនមកលើរូបគេទាំងអស់ព្រឹកព្រលឹមឡើងអ្នកភូមិដែលចេញទៅរកបន្លែបានប្រទះឃើញចិន្តាដេកនៅក្បែរដើមជ្រៃធំនោះប៉ុន្តែចិន្តាមិនមែនជាចិន្តាម្នាក់មុនឡើយភ្នែករបស់គេឡើងពណ៌សថ្លាហើយគេលែងនិយាយស្ដីជាមួយមនុស្សម្នាទាំងអស់រាល់ថ្ងៃចិន្តាតែងតែមកអង្គុយបោសសម្អាតជុំវិញអាស្រមអ្នកតានិងការពារមិនឲ្យអ្នកណាម្នាក់ចូលទៅកាប់ឈើឬបរបាញ់ក្នុងព្រៃនោះទៀតឡើយអ្នកភូមិជឿថាវិញ្ញាណរបស់ចិន្តាត្រូវបានពស់អ្នកតាដកយកទៅពាក់កណ្ដាលដើម្បីទុកឲ្យគេនៅបម្រើនិងយាមកាមព្រៃនេះជារៀងរហូតជាការលាងបាបកម្មដែលគេបានប្រមាថចងចាំទុកថាព្រៃជ្រៅមានត្រចៀកភ្នំធំមានភ្នែកអ្វីដែលមិនឃើញមិនមែនមានន័យថាគ្មាននោះឡើយបន្ទាប់ពីចិន្តាប្រែជាមនុស្សបាត់បង់ស្មារតីអង្គុយយាមមាត់ព្រៃដូចរូបសំណាក
ព័រមាននេះបានដឹងដល់ត្រចៀកលោកតាមានដែលជាគ្រូមន្តអាគមចាស់វស្សាក្នុងភូមិលោកតាដឹងច្បាស់ថានេះមិនមែនជារឿងធម្មតាទេព្រោះកាលពី50ឆ្នាំមុនធ្លាប់មានរឿងរ៉ាវស្រដៀងគ្នានេះកើតឡើងម្ដងរួចមកហើយលោកតាមាននិយាយអាចិន្តាអើយអាចិន្តាឯងមិនគួរទៅប៉ះពាល់ទ្រព្យគេឡើយពោះនោះមិនមែនត្រឹមតែជាអ្នកតាកាន់ព្រៃទេតែគេគឺជាម្ចាស់ក្សត្រីដែលជាប់បណ្ដាសាកាលពី1000ឆ្នាំមុនដើម្បីជួយសង្គ្រោះព្រលឹងចិន្តាលោកតាបានសម្រេចចិត្តរៀបចំពិធីបញ្ចុះព្រលឹងដើម្បីតាក់ទងជាមួយនឹងម្ចាស់ព្រៃក្នុងយប់ខែដាច់ដ៏ងងឹតសូន្យឈឹងលោកតាបាននាំចៅប្រុសរបស់គាត់ម្នាក់ឈ្មោះថាពេជ្រចូលទៅកាន់ដើមជ្រៃធំកណ្ដាលព្រៃជ្រៅម្ដងទៀតពេជ្រកាន់ចង្កៀងប្រេងកាតតាមពីក្រោយលោកតាទាំងញ័រត្រួតត្រើតស្រាប់តែខ្យល់គូចមួយយ៉ាងធំបានបក់មកពន្លត់ចង្កៀងឲ្យងងឹតឈឹងនៅចំពោះមុខពួកគេមិនមែនជាព្រៃឈើទៀតទេប៉ុន្តែគឺជាប្រាសាទបុរាណដ៏ធំអស្ចារ្យដែលលាក់ខ្លួនក្នុងអប្សរនៅលើបល្ល័ង្កថ្មក្បែររូបចម្លាក់នាគស្រាប់តែលេចចេញនៅស្ត្រីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតលើសលប់ប៉ុន្តែពាក់កណ្ដាលខ្លួនខាងក្រោមរបស់នាងគឺជាកន្ទុយពស់ពណ៌មាសដ៏វែងអន្លាយនាងគឺជាម្ចាស់ក្សត្រីនាគីដែលយាមកាមទីនេះតាមានអ្នកឯងមកទីនេះដើម្បីសុំជីវិតឲ្យមនុស្សដែលប្រមាថដែនដីយើងឬដឹងទេថាកាលពីជាតិមុនបុរសម្នាក់នេះហើយដែលជាអ្នកលបលួចដុតប្រាសាទនិងសម្លាប់កូនរបស់យើងរឿងរ៉ាវកាន់តែស្មុគស្មាញបណ្ដាសានេះមិនមែនកើតឡើងដោយចៃដន្យទេតែវាគឺជាកម្មចាស់លោកតាមានព្យាយាមប្រើមន្តអាគមដើម្បីការពារពេជ្រពីពស់តូចដែលកំពុងវាមកឡោមព័ទ្ធសូមព្រះនាងមេត្តាកម្មពារជាតិមុនសូមឲ្យវារលត់ត្រឹមជាតិកាលនេះចោះថ្ងៃនេះខ្ញុំមកដើម្បីសងបំណុលជំនួសវាម្ចាស់ក្សត្រីពោះសើចយ៉ាងខ្លាំងរួចដាក់លក្ខខណ្ឌមួយបើចង់បានប្រលឹងវាត្រឡប់ទៅវិញអ្នកឯងត្រូវតែទៅរកត្បូងភ្នែកនាគដែលត្រូវបានចោរលួចយកទៅកប់ក្នុងភ្នំឆ្ងាយមកឲ្យយើងវិញក្នុងរយៈពេល7ថ្ងៃបើមិនដូច្នេះទេអ្នកទាំង3នឹងត្រូវក្លាយជាចំណីពស់នៅទីនេះជារៀងរហូតពន្លឺប្រាសាទក៏រលាយបាត់ទៅលោកតាមាននឹងពេជ្រដឹងខ្លួនឡើងវិញនៅមុខរណ្ដីដដែលពេលវេលាកំពុងរាប់ថយក្រោយបេសកកម្មស្វែងរកត្បូងអាចកំបាំងដើម្បីដោះបណ្ដាសាពស់អ្នកតាបានចាប់ផ្ដើមហើយតើលោកតាមាននិងពេជ្រអាចរកត្បូងនោះឃើញដែរឬទេហើយចិន្តានឹងមានវាសនាបែបណាសូមបងប្អូនទៅស្ដាប់នៅវគ្គបន្តទៀតពេលវេលា7ថ្ងៃជិតផុតកំណត់លោកតាមាននិងពេជ្របានធ្វើដំណើរមកដល់ល្អាងភ្នំខ្មោចដែលជាកន្លែងលាក់ទុកនៅត្បូងភ្នែកនាគទីនោះពោពេញដោយអន្ទាក់មន្តអាគមខ្មៅដែលពួកចៅបានដាក់បណ្ដាសាការពារទ្រព្យសម្បត្តិលោកតា
mơ cho chẳng khmoi pin đây chẳng ta dương ai rộp bông nu khơi đôi rồi bịp ná tăng chất oi ngọt chờ bông nú miên vị nhiên bảo chất dương bò đi sót viên nâng bằng hai phần lư ở dương khơi rồng bịch nú vị nhiên trao đại slap diêm trọp ban lịch chành mọc rìa riêng phở bù kề lục ta miến bàn đọ chơi trọt ba rầm mây vì đây bằng cra bu vị nhiên cầm nà pết bàn khơi pôn lư po bày tong mà dáng trăng tranh bị nông mót rô lia ba đọt thầm mũi nụ hỏi cứ chiết bốn nề nịa còn tại nở bê bê giọt đai từ bạc bốn là áng nôm chập đá bạc rồi lùm lục tà miến bàn pra cầm lăng môn à cùng trong cõi rồi bích ở trên pi là áng môn bê viết bật chật nâu ngày tì pram pल bích ban trò lọp mọc đỏ đàm trời thầm vĩnh tiếng khuôn pran ruông rụp bù nâng tức nê chộp pol pro lục tà miến bàn bắt khuôn nông lạng nôm ní bắt từ hơi bích lợt bông nê nia đã lơ asana lục tá srap tai buộc nẹ ta đỏ thầm ở trá bàn vía chành mọc sọ cao rồi bỏ vía đại thọp tại màu sọ áp có prai chưa plư thlá đôi miết dông rụp riêng mà chắc sạch trầy nịa ký bàn lịch chanh mọc mặt đòn tìa xâm lên mà chắc sạch trầy búa ban nị dây thà cá liếc bong lục rù mà nịa nữ bất chia thấm thể nà kê bán xong bầm nờ cam chùm nữ á trần đà đòi cái đấy mê ta chắp pi pê nữ tử bọn đá xa trơ bán rồi liề liềm nú bồn lư po so mùi bàn chia chom khuôn trần đá đã còn pung ẩn cùi diếm mọt prầy sọ cà po nâu lơ bài rồi bỏ kế bàn chút đó đầy ọ hơi phết rồi bỏ kế có trò lọp mọc miên vị nhiên đôi đàm vinh à vậy để ọ trà bầm phọt nụ cứ lục ta miên có ban lịch luôn tranh bị nông áp mọc vinh đài đòi xa ba rầm mây mà chắc sạch trấy bàn chui song cua quạt pi là áng phnom đàm bay top nong nâng phiếp smart tròn mà chắc sạch trấy búa bàn dọc riêng cai buộc rồi bỏ niếng chôl từ nông rôn đầy vinh hai prasad bộ rán có bắt rụp riêng chìa riêng rồi hột chân đá bàn lốt trong cung xâm biết xâm tốt lục rù miền nâng sạch trà thà nâng chốc bò ban xâm lạp sát nâng bom planh prey chơi chìa riêng rồi hột rương ráo bọn đá xa buộc nẹ ta trơ ban nẹ phùm tròn chăm tục chìa mê rin to côn tỏ chờ ba rà mây bết bất chìa miền mền tại à vậy để khlang chiêng ba rà mây nú cứ ẩm pơ là ồ nâng cá đấng cầm hò bà khmiên ca liệt bóng nâng cá ọt òn tế bị phúc lột ni múc chia bô pinh đôi bọn đá xa mình chết chọp lời xâm rạp rướng bọn đá xa buộc nẹ ta cứ ban bánh chọp trâm bần ni xôm prey mật bóng ôn nẹ đáp bà xin chỉ ban đáp tăng bị đàm rô hột đò chọp hới kết tham miên chùm nối ọc rùm tràn xâm rạp bóng ôn complete chui lái chui xé nâng trách rụp còn đăng đàm bay từ tù ban nâu video thmây bằng tỏ tiệt admin miền tài bồn nứng admin xôm ở côn prey mật bóng ôn nẹ đọc từng ở khía đại ban đọc admin nị tiến xôm chun pua prey mật bóng ôn từng ở khía ao chụp tay xích đầy sọc xích đầy chồng ràn xôm ở côn xôm chùm riệp lìa